មេរៀនទី2តួចែកនិងពហុគុណចំណុចទី6ពហុគុណរួមតូចបំផុតឬគេដាក់អក្សរកាត់ថា LCM តោះឥឡូវយើងមើលឧទាហរណ៍រកពហុគុណរួមតូចបំផុតនៃ6និង8អញ្ចឹងការរកពហុគុណរួមតូចបំផុតនៃ6និង8ក៏មានវិធី2ដែរទី1យើងរាយទៅ6ចាប់ពីប្រមាណទៅពហុគុណរួមមកវាពហុគុណរបស់6គឺវាមានចាប់ពី6 12គុណថែមរហូតទៅលេខ8ដូចគ្នាមានអីខ្លះមាន8មាន16មាន24មាន32អញ្ចឹងដែរប៉ុន្តែយើងមិនអាចធ្វើតាមនឹងទេគឺយើងធ្វើតាមការចែកកតាបឋមដែរតោះអញ្ចឹង6យើងចែកបានអីខ្លះចែកនឹង2ព្រោះ6ជាចំនួនគូចែកនឹង2បានអីគេបាន3ចែកនឹង3យើងបាន1 8យើងចែកនឹងអីគេចែកនឹង2បាន4ចែកនឹង2បាន2ចែកនឹង2យើងបាន1អញ្ចឹងយើងបានអីគេតោះ6ស្មើ2គុណនឹង3 8ស្មើ2គុណគ្នា3ដងទៅយើងបាន2ពីគីបតោះបន្ទាប់មកយើងគូសរើរួមអញ្ចឹង2ហើយនឹង2គីបរួមរីឯ3នេះក៏យកដែរខុសពីតួចែកមិញបើរួមយកហើយអត់រួមអត់យកទេដល់ពេលនេះអត់រួមក៏យកហើយអារួមនឹងគឺយកអានិទុសនដែលធំជាងគេតោះអញ្ចឹងគេបានអីគេចានេះរួមហើយនិទុសនដែលធំជាងគេគឺ2គីបអានេះ3អញ្ចឹង2គីបគឺ8គុណនឹង3ស្មើគេស្មើ24អញ្ចឹងយើងបានអីគេដូចនេះដូចនេះគេ LCM តែម្ដងទៅ LCM នៃ6និង8គឺ24តោះឥឡូវយើងមើលឧទាហរណ៍មួយទៀតរកពហុគុណរួមតូចបំផុតនៃ18 24និង36តោះឥឡូវយើងធ្វើតាមបំបែកតាមធម្មមិញតោះអញ្ចឹងយកចែក18យើងចែកមក18យើងចំនួនគូអញ្ចឹងចែកដាច់នឹង2ចែកមកបានគេ9ចែកនឹង3បាន3ចែកនឹង3បាន1 24ក៏ជាចំនួនគូដែរយើងនិយាយចែកដាច់នឹង2តោះចែកបានប៉ុន្មាន12ចែកនឹង2ទៀតបានគេបាន6ចែកនឹង2ទៀតបាន3ចែកនឹង3បាន1 36យើងចែកនឹង2យើងបានអីគេ18ចែកនឹង2បាន9ចែកនឹង3បាន3ចែកនឹង3បាន1តោះឥឡូវយើងមើល18នេះវាស្មើហើយ2គុណនឹងគុណនឹង3ការ៉េ24ស្មើនេះ2ស្មើ2គីបគុណនឹង3 36ស្មើ2ការ៉េ3ការ៉េអញ្ចឹង2ការ៉េគុណនឹង3ការ៉េតោះគូរួមអញ្ចឹងអានេះរួមអានេះគូរួមតោះអញ្ចឹងយើងយកណាខ្លះអញ្ចឹងផ្ទុយពីតួចែករួមធំបំផុតគឺយកអាណាដែលមាននិទុសនតូចដល់ពេលពហុគុណរួមតូចបំផុតគេយកលេខណាដែលមាននិទុសនធំវិញអញ្ចឹង2គីបហើយនឹង2ការ៉េអញ្ចឹង2គីបធំជាងគេអញ្ចឹងយើងយក2គីបគុណនឹង
anh ấy đôi khi bay cái rẽ bay hay năng bay cái rẽ chắc bay cái rẽ đôi khi dân nhớ bay cái rẽ anh nhớ bay thế ta con đất mai pi kịp mà bay bay cái rẽ mà buồn đó chất sập pi ta nhớ những mà này kìa đôi ní ở xe âm này đọc bầm bấy hay bốn sàm bầm mùi ní cứ mà nâng chất sập pì cái bàn thì tụ tới cái thàn đâm bấy rơ của hữu côn rùm tôi bầm phọt này phí rư tràng cái tới bầm bấy cầm nuôn đi mùi chia ho côn cả tà và thòm rốt cái côn cả ta ruộng đại miền này tu son thông chính kế nâng cả ta mình ruộng đại miền nơi nóng trầm nuốt đèn nục